ញ៉ាំផ្ដាំផ្ញើទៅអាណាព្យាបាលទាំងអស់ដែលមានចំណាប់អារម្មណ៍ដែលចង់ឲ្យកូនចូលរៀនគឺអាចចូលរៀនសាលាបញ្ញវន្តបានដោយសារតែសង្កេតឃើញថាកូនខ្ញុំចូលរៀនអានេះ2នាក់ឯងគាត់មានការអភិវឌ្ឍច្រើនគាត់ឆ្លាតតាំងពីការសរសេរតាំងពីអីគឺគាត់ចេះសរសេរហើយអក្សរគាត់ស្អាតព្រោះឯងខ្ញុំកូនខ្ញុំរៀននៅសាលាបញ្ញវន្ត2នាក់ឯងកូនទី1ថ្នាក់ទី1ឃើញថាគាត់រៀងពីមួយខែដល់មួយខែគាត់មានការអភិវឌ្ឍច្រើនគាត់ចេះច្រើនចំណុចខ្លះរៀងថារៀងកូនក្មេងក៏រៀងភ្លេចមកភ្លេចក្រោយមិនប៉ុន្តែគាត់ថាការសង្កេតមើលរបស់ខ្ញុំគឺគាត់រៀនប្រសើរជាងពីមួយខែដល់មួយខែគឺគាត់បានចំណាត់ថ្នាក់រៀងគួរសមដោយសារតែការប្រឡងប្រចាំខែរបស់គាត់ព្រោះឯពេលប្រឡងប្រចាំខែហ្នឹងអ្នកគ្រូគាត់ចាយกระดาษកិច្ចការទៅខ្ញុំពិនិត្យកระดาษគាត់ទៅឃើញគាត់ធ្វើបានប្រសើរដោយសារតាំងពីលេខ10រហូតដល់ខែនេះគាត់ទទួលបានលេខ2អញ្ចឹងខ្ញុំគិតថាកូនប្រសើរជាងរាល់ខែឲ្យកូនរៀនសាលាបញ្ញវន្តដោយសារតែឃើញថាសិស្សមួយចំនួនដែលរៀនសាលាបញ្ញវន្តគឺថាដូចឧទាហរណ៍ដូចជាធានីជាដើមនៅចិត្តផ្ទះខ្ញុំឃើញគាត់រៀនបកាយហើយលក្ខណៈថាគាត់ចូលចិត្តការរៀននៅសាលាបញ្ញវន្តហ្នឹងគាត់មើលទៅគាត់ឆ្លាតតាំងពីភាសាតាំងពីខ្មែរតែគាត់ថាខ្ញុំអត់តឲ្យកូនរៀនពីភាសាអង់គ្លេសដោយសារចង់ឲ្យគាត់ចេះភាសាខ្មែរឲ្យច្បាស់សិនព្រោះឯងកូនខ្ញុំរៀននៅសាលាបញ្ញវន្ត2នាក់ឯងកូនទី1ថ្នាក់ទី1ឃើញថាគាត់រៀងពីមួយខែដល់មួយខែគាត់មានការអភិវឌ្ឍច្រើនគាត់ចេះច្រើនចំណុចខ្លះរៀងថារៀងកូនក្មេងក៏រៀងភ្លេចមកភ្លេចក្រោយមិនប៉ុន្តែគាត់ថាការសង្កេតមើលរបស់ខ្ញុំគឺគាត់រៀនប្រសើរជាងពីមួយខែដល់មួយខែគឺគាត់បានចំណាត់ថ្នាក់រៀងគួរសមដោយសារតែការប្រឡងប្រចាំខែរបស់គាត់ព្រោះឯពេលប្រឡងប្រចាំខែហ្នឹងអ្នកគ្រូគាត់ចាយกระดาษកិច្ចការទៅខ្ញុំពិនិត្យកระดาษគាត់ទៅឃើញគាត់ធ្វើបានប្រសើរដោយសារតាំងពីលេខ10រហូតដល់ខែនេះគាត់ទទួលបានលេខ2អញ្ចឹងខ្ញុំគិតថាកូនប្រសើរជាងរាល់ខែតាំងពីអេយ៉ាបតគាត់រៀងទៅគាត់រៀងថាការនិយាយស្ដីរបស់គាត់រៀងដឹងខុសដឹងត្រូវច្រើនតាំងពីការនៅផ្ទះឯងគាត់លក្ខណៈថាគាត់ពេលលេងមួយគេទៅគាត់បង្ហាញចរិតឬថាដូចគាត់រៀងធំជាងគេអញ្ចឹងគាត់បរិញ្ញាគេគាត់និយាយប្រាប់គេណែនាំប្រាប់គេលក្ខណៈថាគាត់នឹងមនុស្សធំអញ្ចឹងពាក្យដែលយើងធ្លាប់ណែនាំឬក៏អ្នកគ្រូធ្លាប់ណែនាំអីគាត់ណែនាំមិត្តភក្តិគាត់ឬក៏អ្នកលេងមួយគ្នាគាត់និយាយប្រាប់ថាកុំលេងអាហ្នឹងអត់ល្អអីអត់ល្អលក្ខណៈថាដូចគាត់នឹងចេះខ្លាំងគាត់រៀងដឹងច្រើនបច្ចេកថ្ងៃនេះឃើញគាត់ដឹងសួរគាត់ទៅគាត់ថ្នាក់មកតៃពេលហ្នឹងតែគាត់ដឹងថារបស់ណាញ៉ាំបានតែគាត់ថាបញ្ហាសុខភាពគាត់អត់ទាន់ល្អលោកគ្រូគាត់តឹងពីឈឺដល់ពេលអញ្ចឹងគាត់មានអារម្មណ៍ថាគាត់មកគាត់អត់រីករាយល្អព្រមទៅខ្ញុំដើរមើលតាមក្រុមតាមថ្នាក់ទៅគាត់ថាល្អដោយសារតែមើលទៅក្មេងៗគាត់ឆ្លាតគាត់អាចរៀបចំធ្វើវាថាមើលទៅរូបភាពដែលគាត់ធ្វើប្លែកតាមក្រុមរបស់គាត់គឺធ្វើបានល្អខ្ញុំផ្ដាំផ្ញើទៅអាណាព្យាបាលទាំងអស់ដែលមានចំណាប់អារម្មណ៍ដែលចង់ឲ្យកូនចូលរៀនគឺអាចចូលរៀនសាលាបញ្ញវន្តបានដោយសារតែសង្កេតឃើញថាកូនខ្ញុំចូលរៀនអានេះ2នាក់ឯងគាត់មានការអភិវឌ្ឍច្រើនគាត់ឆ្លាតតាំងពីការសរសេរតាំងពីអីគឺគាត់ចេះសរសេរហើយអក្សរគាត់ស្អាតសូមថ្លែងអំណរគុណដល់សាលាបញ្ញវន្តតាំងពីលោកគ្រូអ្នកគ្រូនៅសាលាដែលខិតខំបង្រៀនកូនរបស់ខ្ញុំឬក៏សិស្សទាំងអស់នៅក្នុងសាលាឲ្យគាត់មានការអភិវឌ្ឍហើយគាត់យល់ដឹងច្រើនតាំងពីការប្រឡងការពីអីគឺគាត់មានគ្រប់ទម្រង់មើលទៅតាមវិញ្ញាសាអីទាំងពីប្រឡងគណិត YMO អីគឺយំទៅគាត់មានកម្មវិធីផ្លែច្រើនសម្រាប់ឲ្យកូនយល់ដឹងច្រើន